ជំរាបសួរទស្សនិកជនប្រធានបទនៅថ្ងៃនេះគឺនិយាយអំពីវ៉ាសាវម៉ាវព្រៃវ៉ាសាវម៉ាវព្រៃមានដើមកំណើតលើភាគរដីនៃសហរដ្ឋអាមេរិកនៅក្នុងរដ្ឋ Texas និងរដ្ឋ Arizona មេស៊ីក Caribbean អាមេរិកកណ្ដាលនិងមានច្រើននៅអាមេរិកខាងត្បូងវ៉ាសាវម៉ាវព្រៃគឺបានបង្ហាញខ្លួននៅក្នុងតំបន់ត្រូពិកជាមួយពិភពលោកដូចជាតំបន់អាស៊ីអាគ្នេយ៍និងរដ្ឋ Hawaii ជាដើមវាគឺជាប្រភេទវ៉ាដែលមានផ្លែអាចបរិភោគបាននៅតំបន់ Latin វ៉ាសាវម៉ាវព្រៃត្រូវបានគេហៅជាក់លាក់ថា Fuetida ដែលមានន័យថាក្លិនស្អុយដែលសំដៅទៅលើការបញ្ចេញក្លិនខ្លាំងនៅពេលដែលស្លឹករបស់វាងាប់ផ្លែសាវម៉ាវព្រៃនេះគឺមានគ្រាប់របស់វាប្រហែលនឹងគ្រាប់ប៉េងប៉ុងរាងខៀវសដែលមានរសជាតិផ្អែមឆ្ងាញ់នៅក្នុងប្រទេសហ្វីលីពីនវ៉ាសាវម៉ាវព្រៃត្រូវបានគេស្គាល់យ៉ាងជាក់លាក់ថាឬត្រូវបានគេហៅថា Maria ស្លឹកខ្ចីគឺអាចបរិភោគបានផងដែរបន្លែស្លឹកស្ងួតវិញគឺត្រូវបានប្រើជាតែនៅក្នុងវិទ្យាសាស្ត្រវៀតណាមដើម្បីបំបត្តិបញ្ហានៃការគេងវ៉ាសាវម៉ាវព្រៃត្រូវបានគេប្រើយ៉ាងទូលំទូលាយនៅក្នុងផ្នែកឱសថបុរាណនៅប្រទេសមិចស៊ិកដើម្បីព្យាបាលភាពខុសគ្នានៃប្រព័ន្ធប្រសាទកណ្ដាលទោះជាយ៉ាងណាតាមការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រមិនទាន់មានរបាយការណ៍ជាក់លាក់តែមួយអំពីការព្យាបាលជំងឺទាក់ទងនឹងប្រព័ន្ធប្រសាទដោយប្រើវ៉ាសាវម៉ាវព្រៃនៅឡើយទេការសិក្សាបច្ចុប្បន្ននេះបានសន្និដ្ឋានថាវ៉ាសាវម៉ាវព្រៃមានប្រសិទ្ធភាពនៅក្នុងការព្យាបាលជំងឺផ្លូវចិត្តគឺទាក់ទងទៅនឹងការធ្លាក់ទឹកចិត្តដូចគ្នាដែរតាមរយៈការស្រាវជ្រាវឱសថបុរាណរបស់លោកប៉ាសបុតបានអះអាងស្តីងគ្នាថាវ៉ាសាវម៉ាវព្រៃគឺមានគុណភាពក្នុងការរងាប់អារម្មណ៍គឺជារុក្ខជាតិវ៉ាសាវម៉ាវព្រៃបាទការពិតទៅយើងមានគុណប្រយោជន៍វាគឺទាំងអស់គឺមិនមែនតែស្លឹកទេហើយក៏មិនមែនតែវ៉ាហ្នឹងទេគឺយករុក្ខជាតិទាំងមូលបានន័យថាតាំងពីឫសទាំងអីទាំងអស់បាទឃើញថាល្អមែនទែនដោយសាររុក្ខជាតិវ៉ាសាវម៉ាវព្រៃនេះគឺមានដុះជុំវិញផ្ទះបងប្អូនបាទប្រជាពលរដ្ឋយើងគឺបើនិយាយតាមស្រុកស្រីចំការគាត់ស្គាល់ច្រើនហើយในការផ្នែកព្យាបាលហ្នឹងគឺយើងយករុក្ខជាតិទាំងមូលបានន័យថាយើងយកនឹងឫសនឹងបោចមកទាំងអស់វិធីទៅធ្វើម៉េចក្នុងការព្យាបាលហ្នឹងយើងយកមិនមែនយកមកដាំនឹងស្រស់អញ្ចឹងវាមានជាតិប្រពុលខ្លាំងហើយយើងហាវាឲ្យក្រៀមហើយយើងកាត់កង់ទៅបើយើងចង់ឲ្យឈ្ងុយយើងអាំងវាយកមកអាំងឆ្អើភ្លើងអញ្ចឹងទៅឲ្យវារៀងសពប់រៀងកម្លោចតិចក្រៀមអញ្ចឹងទៅឈ្ងុយស្រួលក្នុងការពិសាបាទគឺផ្សារប្រចាំបាទសម្រាប់រុក្ខជាតិទាំងមូលនៃវ៉ាសាវម៉ាវព្រៃហ្នឹងវាជួយបានច្រើនណាស់សម្រាប់អ្នកដែលខ្សោយប្រព័ន្ធប្រសាទយួរសពច្រើនដេកមិនទៅលក់គិតច្រើនឈឺក្បាលរ៉ាំរ៉ៃប្រសាឡើងឈាមបាទលើសសម្ពាធឈាមបាទជួយតាំងពីបេះដូងយើងឡើងធ្វើឲ្យឈាមចរន្តឈាមយើងរត់បានស្រួលត្រជាក់មានសារជាតិត្រជាក់ឈាមរត់ស្រួលត្រជាក់ហើយជំនួយបេះដូងហើយធ្វើឲ្យសម្រានបានបាយបានទៀតផងនៃរុក្ខជាតិដើមវ៉ាសាវម៉ាវព្រៃហ្នឹងបាទបើយោងទៅតាមរបាយការណ៍របស់សុខភាពពិភពលោកមនុស្សប្រមាណ450លាននាក់បានទទួលរងពីជំងឺផ្លូវចិត្តឬវិបត្តិអាកប្បកិរិយាចំនួននេះស្មើនឹង 12.3% នៃជំងឺសកលហើយនឹងកើនឡើងរហូតដល់ 15% បន្ថែមទៀតជំងឺផ្លូវចិត្តគឺជាញឹកញាប់បានផ្សារភ្ជាប់ជាមួយនឹងការធ្វើអត្តឃាតហើយមានចន្លោះពី10ទៅ20លាននាក់ប៉ុនប៉ងធ្វើអត្តឃាតជារៀងរាល់ឆ្នាំការធ្លាក់ទឹកចិត្តក្រៀមក្រំចិត្តគឺជាទូទៅមានប្រេបឡង់ខ្ពស់និងស្មុគស្មាញអ្នកសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្របានស្វែងរកភ្នាក់ងារថ្នាំមួយដែលមានល្បឿនលឿននិងមានផលប៉ះពាល់តិចនិងសុវត្ថិភាពទាំងស្រុងរុក្ខជាតិជាច្រើនកំពុងតែបានប្រើនៅក្នុងការបំពេញនិងជំរឿនថ្នាំសម្រាប់គ្រប់គ្រងជំងឺផ្នែកអារម្មណ៍នៅលើមូលដ្ឋានខាងលើនេះស្លឹកសាវម៉ាវព្រៃត្រូវបានជ្រើសរើសសម្រាប់ការវិតម្លៃសកម្មភាពប្រឆាំងនឹងការធ្លាក់ទឹកចិត្តការគ្រប់គ្រងការថប់អារម្មណ៍ stress គេងមិនលក់ស្លន់ស្លោការរលាកស្បែកក្អកនិងក្តៅខ្លួនជាដើមសត្វសំខាន់នៅក្នុងវ៉ាសាវម៉ាវព្រៃរួមមាន hydrocyanic acid ក្រុមនៃ flavonoid និងប្រឆាំងជំងឺមហារីករួមទាំងមានជាតិអំបិលរ៉ែផងដែរការកាត់មានឡើងនៃជំងឺថប់អារម្មណ៍និងធ្លាក់ទឹកចិត្តក្នុងសង្គមគឺមាននៅក្នុងកម្រិតមួយដែលខ្ពស់ហើយវាបានតាក់ទងជាមួយនឹងការខូចសតិច្រើនណាស់ផងដែរហេតុនេះហើយវាសំខាន់ណាស់ដើម្បីយល់ដឹងពីបញ្ហាទាំងអស់នេះនិងស្វែងរកថ្នាំកែរោគដ៏មានប្រសិទ្ធភាពវ៉ាសាវម៉ាវព្រៃគឺសម្រាប់ព្យាបាលដែលអាចប្រឆាំងនឹងការធ្លាក់ទឹកចិត្តទាំងអស់នោះបានទស្សនិកជននៅក្នុងប្រធានបទនៅថ្ងៃនេះដែលនិយាយអំពីវ៉ាសាវម៉ាវព្រៃនេះខ្ញុំសូមបញ្ជាក់ថានៅក្នុងបណ្ដាប្រទេសជាច្រើនគេបានខិតខំនៅក្នុងការស្វែងរកថ្នាំរុក្ខជាតិហើយបានធ្វើការកែប្រែក៏ដូចជាប្រើបច្ចេកវិទ្យាទំនើបដើម្បីរំលាយថ្នាំរុក្ខជាតិទាំងអស់នោះឲ្យក្លាយទៅជាគ្រាប់ថ្នាំសម័យហើយសម្រាប់ប្រទេសកម្ពុជារបស់យើងវិញគឺជាប្រទេសមួយដែលអាចនិយាយបានថាសម្បូររុក្ខជាតិឱសថទាំងអស់នោះយ៉ាងច្រើនក៏ប៉ុន្តែអ្វីដែលយើងខ្វះខាតគឺយើងខ្វះខាតនៅក្នុងការខ្វះខាតនៅឧបករណ៍ដែលបំលែង
រុក្ខជាតិឱសថទាំងអស់នោះអាចថាជាក្របថ្នាំដែលងាយស្រួលនៅក្នុងការប្រើប្រាស់អរគុណនៅក្នុងការទស្សនាកម្មវិធីសុខភាពអ្នកកម្មវិធីរបស់យើងគឺយើងចង់លើកយកនិងផ្ដល់នៅការលើកកម្ពស់រុក្ខជាតិឱសថនៅក្នុងប្រទេសកម្ពុជាអរគុណច្រើននៅក្នុងការទស្សនាសូមជម្រាបលាជួបគ្នានៅថ្ងៃស្អែកជាបន្តទៀតចា៎